តោះបងប្អូនថតចែមួយកំពុងតែបេះបន្លែបងប្អូនគាត់កំពុងបោចតងបាសហើយគាត់អៀនកាមេរ៉ាគាត់មិនហ៊ានមើលមកកាមេរ៉ាទេពួកគាត់អត់ដែលថតចូលកាមេរ៉ាទេគាត់អៀនហើយបន្លែនេះផងដែរបេះនៅខាងក្រោយផ្ទះរបស់ខ្ញុំហ្នឹងពុកម៉ែបងប្អូនបេះខាងក្រោយផ្ទះរបស់ខ្ញុំហ្នឹងនៅតាមរបងផ្ទះមិនជាឆ្ងាយជាប់ផ្ទះហ្នឹងហើយនៅពេលដែលគាត់បេះហើយគាត់បានប្រើខ្ញុំពុកម៉ែបងប្អូនប្រើខ្ញុំជួយបេះបន្លែហ្នឹងដើម្បីឆាប់ហើយឆាប់បានស្លឆាប់បានញ៉ាំហ្នឹងហើយនេះជាការងារមួយដែលយើងជួយគ្នាដែរពុកម៉ែបងប្អូនយើងជួយដើម្បីរំលែកការងារមិនចាំថាប្រពន្ធឬក៏មិនចាំតែប្តីទេតែនេះជាការមួយដែលយើងចេះជួយគ្នាចឹងទៅកិច្ចការផ្ទះវាមិនចាំមួយទេហ្នឹងហើយនេះជាសកម្មភាពដែលខ្ញុំកំពុងអង្គុយបេះស្លឹកបាសអង្គុយបេះតងបាសពុកម៉ែបងប្អូនដែលគាត់បោចមកមិញពីរបងផ្ទះមិញហ្នឹងហើយគាត់ជួយឲ្យខ្ញុំបេះចឹងទៅឥឡូវបេះចិត្តហើយពុកម៉ែបងប្អូនទម្រាំតែបានសម្លនឹងមួយមុខផ្សំបន្លែច្រើនមុខពុកម៉ែបងប្អូនស្លប្រហើហ្នឹងហើយនេះខ្ញុំបេះហើយខ្ញុំសួរគាត់ថាប៉ុណ្ណឹងគ្រាន់អត់ប៉ុណ្ណឹងគ្រប់អត់បើសិនជាអត់គ្រប់ខ្ញុំទៅបេះមកទៀតអញ្ចឹងណាហ្នឹងហើយពួកនៅចិត្តហ្នឹងទេមិនឆ្ងាយនៅក្រោយផ្ទះហើយនៅពេលដែលគាត់គ្រប់ហើយក៏គាត់ចាប់ដើមចិតបន្លែផ្សេងជាច្រើនទៀតដូចជាល្ពៅដូចជាមនងដូចជាពោតជាមានបន្លែ3 4មុខពុកម៉ែបងប្អូនយើងស្លពុកម៉ែបងប្អូនហ្នឹងហើយនេះរួចរាល់បេះបានប៉ុណ្ណឹងយើងចាប់ដើមលាងយើងចាប់ដើមយកទៅលាងហើយស្លអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនមានតែប៉ុណ្ណឹងវីដេអូខ្លីជម្រាបលា